ជំរាបសួរលោកគ្រូខ្ញុំឈ្មោះគឺសូលីសានៅក្រុម SV1 នៅក្នុងវីដេអូនេះខ្ញុំមកនិយាយអំពី exercise ថ្មីមួយទៀតដែលនិយាយអំពីការបង្កើតuser និងការបង្កើត folder ហើយយើង add user ចូលទៅតាម folder នីមួយៗដែលតាមប្រធានលោកគ្រូដាក់ឲ្យនិង set permission របស់វាអញ្ចឹងដំបូងខ្ញុំធ្វើការទៅបង្កើតជាមួយនឹងអញ្ចឹងនៅក្នុងនេះយើងត្រូវការបង្កើត folder ជា root directory មួយដែលមានឈ្មោះ sv1 បន្ទាប់មកនៅក្នុងroot directory ហ្នឹងត្រូវមាន directory ចំនួន3ទៀតដែលវាមានឈ្មោះ PHP Java ហើយនិង Python បន្ទាប់មកទៀតខ្ញុំនឹងទៅធ្វើការបង្កើត user ចំនួន7ដែលវាមានឈ្មោះ sva រហូតដល់ svg អញ្ចឹងខ្ញុំទៅចូលទៅក្នុង Git bash របស់ខ្ញុំដែលខ្ញុំ remote ពី Git bash ហ្នឹងទៅកាន់ Ubuntu server របស់ខ្ញុំអញ្ចឹងជាដំបូងខ្ញុំទៅធ្វើការបង្កើតជាមួយនឹងroot directory និងdirectory ចំនួន3ដែលដាក់នៅក្នុងហ្នឹងធ្វើការវាយ sudo mkdir អឺ p s sv1 slash ឈ្មោះរបស់ directory របស់ខ្ញុំ3នឹងចូលទៅទៀតមាន php java និង python ចាយនេះខុសสูตรនេះสูตรចឹងខ្ញុំទៅ check មើលខ្ញុំ sign ចូលទៅកាន់ SV1 ហ្នឹងហើយខ្ញុំកើតហើយចឹងនេះគឺជា directory 3ដែលខ្ញុំបានបង្កើតដែលមានឈ្មោះJava PHP និង Python ចឹងបន្ទាប់មកទៀតខ្ញុំចេញទៅក្រៅវិញដើម្បីទៅcreate user ចំនួន7នេះដែលមានឈ្មោះ SVA រហូតដល់ SVG ចឹងអាហ្នឹងខ្ញុំត្រូវប្រើ command sudo add user ខ្ញុំដាក់ឈ្មោះ user នេះ SVA ចឹងយើង add user SVA by password កន្លែងនេះខ្ញុំខុសចឹងខ្ញុំជុំបែកទៅវិញសិនខ្ញុំទៅ delete user នឹងចេញវិញសិន sudo user sva ហើយខ្ញុំទៅ create user ម្ដងទៀត sudo add user sva ហើយនេះខ្ញុំដាក់ password ចឹងហើយនេះខ្ញុំអត់ត្រូវការដាក់ full name ទេខ្ញុំ enter ដាច់វាចោលទាំងអស់តមកទៀតខ្ញុំទៅ create user មួយទៀតដាក់ឈ្មោះថា svb password អានេះដូចគ្នាខ្ញុំផ្ដាច់ចោលតមកទៀតឈ្មោះ user svc
SVD SVE password automatic user SVF chấm user trong khỏi user SVG chấm không thuộc cả screen screen muối tao quá nhưng tự check mơ user đây nhầm ban create mình không 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 chạm chẳng ní cái gì user trong nón không phá là nhầm ban create mình miền SVA là hỗ trợ đó SVG chẳng automatic nhầm tự create group ចំនួន3ទៀតដើម្បីadd user ហ្នឹងចូលទៅក្នុង group ហ្នឹងដោយ group 3ហ្នឹងខ្ញុំដាក់ជាឈ្មោះទៅតាម folder របស់ខ្ញុំ folder ដែលនៅក្នុងប្រធានដាក់ឲ្យចឹងខ្ញុំcomment sudo add group ដាក់វាឈ្មោះ team PHP មួយទៀតខ្ញុំដាក់ Java មួយទៀត Python ចឹងខ្ញុំទៅ check មើលចឹងនេះគឺជា group 3ទៀតដែលខ្ញុំបាន create មិញហ្នឹងដែលឈ្មោះ team PHP team Java និង team Python ខ្ញុំទៅក្រៅខ្ញុំ CD ដើម្បីទៅក្រៅវិញអឺ last screen ចឹងខ្ញុំទៅ check មើល permission ដែលរបស់ directory folder របស់ខ្ញុំចឹងអូជុំពេក SC ចឹងយើងមើលប៉ុណ្ណេះដែលវាជា default user របស់ root និងនៅក្នុង group ក៏របស់ root ដែរអញ្ចឹង folder ដែលខ្ញុំបានបង្កើតមុនហ្នឹងវានៅជា default របស់ root ទាំងអស់ទេនិង permission វាក៏ set បានតែប៉ុណ្្នេះអញ្ចឹងខ្ញុំធ្វើការទៅ add វាដើម្បីចូលទៅក្នុងអឺចូលទៅក្នុង add user ចូលទៅក្នុង folder តាមប្រធានរបស់គ្រូខ្ញុំធ្វើការចូលទៅដូរជាមួយនឹង folder PHP មុនដែលខ្ញុំដូរដាក់ជាមួយនឹង user owner វាទៅជា user SVA និងគ្រប់ទៅ team PHP ដោយខ្ញុំប្រើ command sudo chown SVA SVA គ្រប់ទៅ team PHP ជាមួយនឹង folder PHP
asset PHP ខ្ញុំទៅ CV ចូលទៅកាន់ SV1 សិនបន្ទាប់មកខ្ញុំដាក់ជំនាញចាស់វិញចឹងខ្ញុំទៅ LS មើលវាចឹងនេះfolder PHP របស់ខ្ញុំបានដូរ user ដូរ owner ទៅជា user ឈ្មោះថា SVA ជាមួយនឹងgroup ទៅជា team PHP តមកទៀតខ្ញុំទៅ change permission វា set permission វាទៅកាន់អឺ user ទៅកាន់ folder PHP ហ្នឹងដោយវាដូរទៅតាមប្រធានរបស់លោកគ្រូដាក់ឲ្យដោយ owner មានសិទ្ធិអឺ owner និង group មានសិទ្ធិនេះ owner មានសិទ្ធិread write execute បានន័យថា full និង order ជាមួយនឹង group no access អញ្ចឹងខ្ញុំប្រើ command sudo c8 mod ជាមួយនឹង user choose smart of wx slash group និង order ណាជាមួយ PHP បាទខ្ញុំស៊ីហ្នឹងចឹងខ្ញុំ ls ទៅមើលម្ដងទៀតចឹងនេះfolder PHP របស់យើងបានដូរពីដូរ owner ទៅជា user ឈ្មោះថា SVA ជាមួយនឹង group team PHP និង permission owner មានសិទ្ធិក្នុងការ read write execute និង group ជាមួយនឹង order no access ចឹងPHP ខ្ញុំដូរហើយខ្ញុំទៅដូរទៅលើ Python ម្ដងតែខ្ញុំ ls ដើម្បីមើលចឹងខ្ញុំដូរ Python ម្ដង Python វាត្រូវowner វាត្រូវឈ្មោះ svg ជាមួយនឹង group Python ដែលខ្ញុំដាក់ឈ្មោះថា team Python ចឹងអានេះដូចគ្នាខ្ញុំដូរ user ទៅជា user g svg ជាមួយនឹង group Python និង folder Python ចឹងខ្ញុំ ls ម្ដងទៀតចឹងនេះuser ខ្ញុំបានដូរទៅឈ្មោះ ទៅ user svg ហើយនិង group ខ្ញុំបានដូរទៅ team Python ហើយអញ្ចឹងខ្ញុំទៅ set permission វាដូចគ្នាជាមួយនឹងfolder PHP នេះដែរដែល user owner មានសិទ្ធិ full access និង group ជាមួយនឹង order no access អញ្ចឹងខ្ញុំដូរតែឈ្មោះ folder ទៅខនខ្ញុំឆ្លងអញ្ចឹងខ្ញុំ ls ម្ដងទៀតអញ្ចឹងនេះនៅក្នុង directory ឈ្មោះ Python នេះខ្ញុំបានដូរឈ្មោះអឺខ្ញុំបានដូរ user owner ទៅជា user svg ជាមួយនឹង group ទៅជា team Python និង set permission វាចំពោះ owner មានសិទ្ធិ read write execute ចំពោះ group no access និង order no access ដូចគ្នាមកដល់ folder Java វាមានចំនួន5 user ដែលត្រូវ add ចូលនិងដូរអឺ permission set permission ផ្សេងៗគ្នាអញ្ចឹងខ្ញុំធ្វើការទៅ
change ម្ដងមួយដោយចាប់ផ្ដើមពី SVB ទៅដំបូងខ្ញុំធ្វើការទៅ set user add user ចូលទៅក្នុង folder Java សិនuser SVB ចានេះខ្ញុំដូរទៅក្រុម Java ហើយថ្ងៃនេះខ្ញុំដូរទៅជា user SVB ចូលទៅក្នុងក្រុមចូលក្នុង folder Java ls ចឹងនេះSVB ជា owner របស់directory Java និងនៅក្នុង team នៅក្នុង group team Java ហើយ permission វាowner មានសិទ្ធ read write execute និងទីនេះគឺជា default permission អញ្ចឹងខ្ញុំធ្វើការទៅដូរ permission វាដោយខ្ញុំមើលតាមប្រធានទៅប្រហែលជា owner មានសិទ្ធទៅលើ folder Java ហ្នឹង read write execute និងចំពោះ order null ចឹងនេះតាមខ្ញុំមើលចឹងកន្លែងនេះខ្ញុំដូរទៅ CA មក Java ខ្ញុំអាចទៅមើលម្ដងទៀតចឹងបាននេះមកក្នុង folder Java ហ្នឹងខ្ញុំបាន change owner វាទៅជា user SVB ជាមួយនឹង group ទៅ group Java និង set permission ទៅ owner full access និង group ជាមួយនឹង order no access អញ្ចឹងខ្ញុំទៅ change វាទៅជាទៅ owner វាទៅ SVC វិញទៅ SVC និង permission user មានសិទ្ធ only read និង execute អញ្ចឹងខ្ញុំដក write ចេញជំនាញនេះទៀតអញ្ចឹងនេះS owner SVC របស់folder Java មាន owner SVC និងមានសិទ្ធទៅលើ owner នេះការ read និង execute ទេអញ្ចឹងចូលទៅដល់ user មួយទៀត user SVD នៅក្នុង team Java ដែរនៅក្នុង team Java និង folder Java ជា owner របស់ folder Java ដែលខ្ញុំដូរវាទៅជា SVD user SVD ចូលទៅក្នុង team Java អញ្ចឹងអានេះ permission វាសម្រាប់ owner មានសិទ្ធ read execute ដូចគ្នាអញ្ចឹងខ្ញុំដាក់ខ្ញុំ set permission វាទៅ user file និង read execute អញ្ចឹងអានេះវា permission វា read execute ស្រាប់ហើយទៅបើសិនជាខ្ញុំដាក់ទៅបើសិនជាវាអត់ផ្លាស់ប្ដូរទេចាំបានន័យថាវាត្រូវហើយអញ្ចឹងនេះខ្ញុំបានដូរ user ជាមួយដូរ user របស់folder Java នេះដោយដាក់ permission read execute អញ្ចឹងចូលទៅដល់ user SVE permission វាfull access read write execute ចឹងខ្ញុំដូរទៅ user SVC ជាមួយនឹង permission full access read write execute ចឹងខ្ញុំដាក់វាបូកជាមួយនឹង write ព្រោះដោយសារវាមាន read execute ស្រាប់ហើយខ្ញុំ add ថា permission write ចូលមួយទៀតឯង
ខ្ញុំចឹងនេះវាបានផ្លាស់ប្ដូរជាមួយនឹង permission ទៅជា read write execute និង user owner ទៅជា user svc នេះ sve ខ្ញុំហើយជាខុសហើយនេះទៅ sve នេះទៅ m ម្ដងទៀតចឹងនេះវាដូរ owner ទៅជា user sve និង permission ចំពោះ owner full access បន្ទាប់មកទៀតខ្ញុំទៅដូរមួយទៀតទៅ user svf និង set permission ទៅ read execute ចឹងអានេះខ្ញុំដូរទៅ svf permission ខ្ញុំធ្វើការដកពោះ user ដក write ចេញខ្ញុំដក write ចេញដោយសារpermission វាត្រូវការតែ read execute តែក្នុងនេះវាមាន read write execute អញ្ចឹងខ្ញុំត្រូវការដក write ចេញខ្ញុំទៅ ls ម្ដងទៀតអញ្ចឹងនេះគឺជា permission របស់ owner ដែលមានឈ្មោះ svf ទៅលើ folder Java អញ្ចឹងខ្ញុំសូមកែកន្លែងនេះបន្តិចចំពោះទៅ file php ចំពោះទៅ folder php ជាមួយនឹង owner sva នេះវាមានសិទ្ធចំពោះ owner មានសិទ្ធ full ចំពោះគ្រប់នេះក៏មានសិទ្ធ full ដែរព្រោះខ្ញុំច្រឡំមួយខ្សែព្រួយនេះអញ្ចឹងខ្ញុំ add permission ទៅលើគ្រប់add permission ទៅលើគ្រប់ជាមួយនឹងជាមួយនឹង folder php និង owner sva អញ្ចឹងអានេះ owner sva នេះវាមានសិទ្ធ owner របស់វានេះមានសិទ្ធ read write execute ស្រាប់ហើយអញ្ចឹងខ្ញុំថែមតែជាមួយនឹងគ្រប់ខ្ញុំថែមគ្រប់មានសិទ្ធ read write execute មួយទៀតចា៎ដកខ្ញុំคลิกដូរខ្ញុំคลิกដូរ folder ចឹងកន្លែងនេះ Java ដែរនេះដកចឹងសិនកន្លែងនេះខ្ញុំដូរ PHP វិញខ្ញុំច្រឡំសុំទោសគ្រប់មានសិទ្ធ read write execute ខ្ញុំ ls ដកចឹងកន្លែងនេះខ្ញុំបានដូរពី PHP ចំពោះ folder PHP ខ្ញុំបានដូរ set permission វាទៅ user មានសិទ្ធ read write execute និងគ្រប់មានសិទ្ធ read write execute អញ្ចឹងវីដេអូដែលនិយាយអំពីការបង្កើត folder និងបង្កើត user បង្កើត group ហើយ add user ទៅកាន់ group ទៅកាន់ group និង folder នីមួយៗទៅតាមប្រធានរបស់លោកគ្រូនេះចប់តែប៉ុណ្្នេះសូមអរគុណលោកគ្រូ